chẳng an để sang cả thân là tiền đại nhôm nhiên không prang prai sư ní lục thà và sáng miên an để sáng pram praka miên an để sáng pram praka nam môn để cha rau sama tiền để cha rau cả nạp phô chân năng dưa và chặt tại chay và rang vô để tắt thạ chay và rau pato sau này sang vào với sở tệ cả thân là tiền nâng cứ thà ban này thà thì muối lục ban ca krong nơi sầm pốt cả thân là tiền này hai nam môn để cha rau để môn ta nam món na nâng một bạch liệt bị khổ phong khné đời không biết là bắt sama tiền để cha rau thì môn tàu nam một na bằng bay tay chỉ vô vô bao na xa xa tới được miền tô tục sang kia đây mua chấm này sânក្នុង viên 5 ខែ គណៈភោជនាងគឺទទួលនៅអាហារគណៈភោជនតាមត្រូវការរបស់ញោមញាតិប្រកេននិងជីវចតចៃវរាំងសម្ពុតចៃវរនិងដែលកើតឡើងនៅក្នុងវណ្ណានោះហើយជីវចតចៃវរៈយោយតចៃវរៈបាតោសោនេសង្ឃវិសតិភិក្ខុសង្ឃនៅវត្តនោះទទួលមានអំណាចក្រាក្រងទទួលនៅសម្ពុតកថានោះទទួលអានិសង្ឃនៅអារាមដ្ឋានវត្តនោះនិងជាអានិសង្ឃ 5 កើតឡើងចំពោះភិក្ខុសង្ឃអ្នកក្រាក្រងបានន័យថារួចចាកអាបត្តិអីផ្សេងសម្រាលដល់អាបត្តិនឹងតូចនឹងដោយច្រើនក៏ដោយច្រើនដោយអានិសង្ឃកថានឹងហើយទានដតីផ្សេងលោកមិនបានអំពីសម្ដែងអំពីអានិសង្ឃនៃអ្នកទទួលទេព្រោះអានិសង្ឃអ្នកទទួលនឹងអត់បានសម្ដែងទេលោកថាបានតែអ្នកធ្វើអ្នកទទួលបានទៅទទួលអានិសង្ឃបច្ចុប្បន្ននឹងបដ ហើយក៏ប៉ុន្តែលោកថាមិននិយាយអានិសង្ឃដូចជាកថាទាននៅក្នុងព្រះវិន័យនឹងទេភិក្ខុសង្ឃបានទទួលអានិសង្ឃ 5 ប្រការមួយទៀតញោមញាតិសាធុសប្បុរសប្រុសស្រីគ្រប់រូបទាំងអស់ម្ចាស់ដើមទានម្ចាស់ដើមសទ្ធាលោកថាបានអានិសង្ឃប៉ុណ្ណាបានអានិសង្ឃលោកថានៅក្នុងវិន័យលោកបញ្ជាក់ថា យោជនីសខមិច្ឆន្តាតហ្វានកថេនចៃវរੰទេពេតុខាបមញ្ញន្តិពុទ្ធវាទេវេសូញរកាទីណាំងជាយន្តិកណ្ណទានសេចាំបលាំងពេបានន័យថាជនទាំងឡាយណាប្រាថ្នានៅសេចក្តីសុខសេចក្តីចម្រើនបានផ្ដល់នៅឲ្យនៅចៃវរដើម្បីកថាទានជនទាំងឡាយនោះឯងរមែងរួចចាកទុកក្នុងទេវតានិងមនុស្សទាំងឡាយរមែងមិនទៅកើតក្នុងអបាយទាំងឡាយមាននរកជាដើមហើយលោកតាណាជាអានិសង្ឃជាបច្ច័យដើម្បីបិទនៅអបាយភូមិបិទនៅអបាយភូមិនោះជាអានិសង្ឃកថាទានមួយដែរប៉ុណ្ណាជាការរួមចំណែកនៅក្នុងជីវិតរបស់យើងក្នុងវិថីជីវិតរបស់យើងនឹងជាការបិទអបាយមួយបាទលោកថាអ្នករកាទីណាំងជាយន្តសេមិនតកើតក្នុងអបាយទាំងឡាយមាននរកជាដើមរមែងអន្តោលទៅក្នុង ទេវលោកបាទទេវលោកទាំងគេហៅថាមានមនុស្សលោកមានទេវលោកទេវលោកឆាទេវលោកគេទេវលោកទាំង 6 ជាន់មានចាតមារាជការជាដើមឋានទេវតាអស់កាលដ៏យូរអង្វែងក្នុងឋានទេវលោកអានិសង្ឃលុះចត់អំពីទេវលោកនោះមកបានមកកើតនៅក្នុងអត្តភាពជាមនុស្សបាទ បានកើតអត្តភាពជាមនុស្សហើយលោកបានជាធំក្នុងទ្វីបទាំង 4 ជាធំក្នុងទ្វីបទាំង 4 នៅក្នុងជាតិណាមួយទៅក្នុងជាតិណាមួយកើតក្នុងតកូល 2 កើតក្នុងតកូល 2 ប៉ុណ្ណាខត្តយាចាបិព្រាមណេហើយនេកលេនជាយន្តិតកូលព្រាមមួយតកូលប្រកបដោយធัวបកូលប្រកបដោយកលងធัวបកូលប្រកបទៅដោយភោគសម្បត្តិបរិវារសម្បត្តិបច្ច័យទាំងឡាយ 4 ហើយនេកលេនជាយន្តិ តកូលដែលថោកទាបនោះមិនទៅកើតឡើយតកើតតកូលណាដែលខ្ពង់ខ្ពស់តកូលដែលខ្ពង់ខ្ពស់នេះលោកថាជាអានិសង្ឃកថាកើតឡើងចម្រើនឡើងចំពោះអ្នកធ្វើម្យ៉ាងទៀតលោកថាអានិសង្ឃ 5 ប្រការនោះកើតឡើងទៅទៀតលោកថាតក្ខបញ្ញាវិសារតោអ្នកបានឲ្យនៅចៃវរដើម្បីកថាហ្នឹងរមែងមានបញ្ញាច្រើនមានបញ្ញាច្រើនកើតឡើងហ្នឹងគឺថាប្រកបទៅដោយបញ្ញារៀនឆាប់ចេះរៀនឆាប់ចាំណាលោកថាបញ្ញាហ្នឹង
សុវណ្ណតារមែងមានរូបល្អណាមានរូបល្អដោយសារការដែលយើងបានធ្វើចៃវរបានតែធ្វើចៃវរដូចនាងវិសាខានឹងគ្រប់ជាតិគុកកំណើតនឹងរមែងប្រកបទៅដោយសុខភាពល្អប្រកបទៅដោយពណ៌សម្បុរល្អអាយុនឹងក៏យឺនយូរណាសុវណ្ណតាសរូបតាលោកថារមែងមានរូបល្អមានទ្រង់ទ្រាយល្អសន្តានាមានទ្រង់ទ្រាយល្អចក្រវត្តរាជាហោតេរមែងបានជាធំនៅក្នុងទ្វីបណាមួយក្នុងជាតិកំណើតណាមួយបើជាបុរសលោកថាទៅជាអីហេភិក្ខុបងអីហេភិក្ខុនោះយ៉ាងម៉េចព្រះសម្មាសម្ពុទ្ធព្រះអង្គណាមួយត្រាស់ដឹងឡើងក្នុងលោកហ្នឹងព្រះអង្គត្រាស់ដឹងឡើងហើយយើងកើតតន់ព្រះអង្គបើកើតតន់ព្រះអង្គហើយនឹងបានជាអេហេភិក្ខុនឹងបានន័យថាម៉េចពេលដែលព្រះអង្គទ្រង់តាដឹងឡើងហើយព្រះអង្គទ្រង់សម្ដែងធម៌ហៅចូលមកក៏បួសសំណាក់ក្នុងពុទ្ធសាសនាស្បង់ស្បៃត្រៃជីវរកើតឡើងឯងត្មងមានរបស់ទឹកត្មងបាទមានរបស់ទឹកត្មងកើតឡើងព្រមជាមួយនឹងព្រះសម្មាសម្ពុទ្ធព្រះអង្គហៅឲ្យចូលមកទទួលនៅគេហៅថាសមណៈនោះភាពជាសមណៈនឹងកើតឡើងនៅពេលនឹងតែម្ដងពេលហ្នឹងក៏កើតនៅស្បង់ស្បៃត្រៃជីវរហើយក៏ព្រះអង្គសម្ដែងធម៌ដោយពធណាមួយទៅក៏យល់ចូលចិត្តបានសម្ដេចមគ្គផលជាន់ខ្ពស់បានសម្ដេចមគ្គផលជាន់ខ្ពស់មគ្គ4ផល4នៅពេលមួយក្នុងជាតិនោះដូចជាបញ្ញវគ្គីភិក្ខុអញ្ចឹងណាបញ្ញវគ្គីអេសីនោះពេលព្រះសម្មាសម្ពុទ្ធព្រះអង្គតាដឹងឡើងក្នុងលោកព្រះអង្គប្រមាលមើលនោះសត្វណាមានឧបនិស្ស័យបន្ទាប់ពីអាឡារៈតបោឧតកៈតបោព្រះអង្គប្រមាលមើលទៅថាអភ័ព្វណាទៅកើតទៅឋានព្រហ្មលោកទៅបាត់ជនណាមានឧបនិស្ស័យបន្ទាប់មានតែបញ្ញវគ្គីអេសីនឹងនៅឯណានៅនគរពេរិណស័យព្រះអង្គក៏ទ្រង់យាងដំណើរទៅក៏ជួបបញ្ញវគ្គីអេសីនឹងព្រះអង្គសម្ដែងធម៌ក៏បានទៅជាអេហេភិក្ខុកើតប្រសង់នៅក្នុងពេលនោះបងកើតប្រសង់ពេលនោះដែលយើងហៅថាអាសាលហបូជាយើងធ្វើខែអាសាឍហ្នឹងដើម្បីរំលឹកដល់ការដែលកើតកំណើតប្រសង់ហ្នឹងគឺបានជាអេហេភិក្ខុហើយពេលនោះអេហេភិក្ខុហ្នឹងច្រើនក្នុងចំនួនព្រះសម្មាសម្ពុទ្ធក្នុងចំនួនពុទ្ធសម័យហ្នឹងមានច្រើនអង្គណាបើជាអេហេភិក្ខុហ្នឹងដោយអានិសង្ឃអីថាអានិសង្ឃបុណ្យកឋិនទានហ្នឹងដល់ឡែកចំពោះស្ត្រីវិញលោកថាបានសម្រេចអីខ្លះគ្រឿងអភរណៈមានគ្រឿងអភរណៈនោះមហាលតាប្រាសាទនៈណាមហាលតាប្រាសាទនៈហ្នឹងបានន័យថាគ្រឿងអភរណៈហ្នឹងក្នុងចំនួនពុទ្ធសម័យមានតែប្រមាណរូបដូចជាមានតែ3រូបក្នុងហ្នឹងមាននាងវិសាខាមួយដែរណានៃខោអាវសាវស្បៃសម្លៀកបំពាក់កោស័យយពស់នោះហ្នឹងហើយគឺអត់មានណានាលើករួចទេក្រៅពីតែទាស័យតែមួយរូបនិងព្រះអនន្តនេះដែលលើករួចពួកគ្រឿងនឹងបរិបូរទៅដោយត្បូងទៅដោយពេជ្រទៅដោយមាសទៅដោយរបស់មានតម្លៃរបស់មានតម្លៃហើយมันមានណានាដែលអាចកាត់ឡើងបានទេដោយសាររបស់នឹងថ្លៃពេកបងมันអាចមានអញ្ចឹងមានតែ3នាក់ទេចំណន់នោះណាគេហៅថាមហាលតាប្រាសាទនៈគ្រឿងអភរណៈគ្រឿងអភរណៈហើយដល់ទីបញ្ចប់ទៅនាងវិសាខក៏បានទទួលសម្រេចមគ្គផលដែរបងបានមគ្គផលប៉ុណ្ណាបានមគ្គផលអានិសង្ឃបុណ្យកុសលថ្នាក់ទានកុសលថ្នាក់សិលដែលខំប្រឹងប្រែងធ្វើមកទាំងប្រមាណបូកនឹងអានិសង្ឃកថាហ្នឹងក៏បានសម្រេចមគ្គផលជាន់ខ្ពស់និងនាងវិសាខាហ្នឹងក៏ប្រាថ្នាឲ្យចង់ឃើញនោះឋានទាំង6ឋានទាំង6គឺឋានទេពតាឋានចាតុមហារាជការទេវតាជាន់ទាបព្រះអស់អាយុទឹកនោះ500ឆ្នាំទឹកស្មើនឹង9លានឆ្នាំមនុស្សអាហ្នឹងណាបងណាទេវតាជាន់ទាបព្រះអស់នាងវិសាខាប្រាថ្នាបានសម្រេចមគ្គផលបានសម្រេចសោតាតាំងពីអាយុ7ឆ្នាំហើយប្រាថ្នាថាឲ្យចង់ឃើញឋានទេវតាទាំង6ជាន់ហ្នឹងបានទៅដល់និព្វានអញ្ចឹងបិទសេចក្តីប្រាថ្នាហ្នឹងបានសម្រេចទេបងណាបានកើតមកជាមនុស្សក្នុងសុគតិភពបានទៅជាអ្នកឧបត្ថម្ភអ្នកឧបថាព្រះសម្មាសម្ពុទ្ធជាអ្នកឧបត្ថម្ភធំណាមហាបាសកាជំនាន់នោះចឹងមហាបាសកាវិសាខាប៉ុណ្ណាកើតជំនាន់នោះជំនាន់ពុទ្ធសម័យមិនត្រឹមតែជំនាន់នេះមានមហាបាសកាទេញោមញាតណាមិនយើងចេះតែបង្កើតជំនាន់ហ្នឹងមិនមែនទេការលើកទឹកចិត្តដល់ញោមញាតមហាបាសកាកមហាបាសកអគ្គមហាបាសកាពុទ្ធសាសនុបត្ថម្ភហ្នឹងមានតាំងពីជំនាន់ពុទ្ធសម័យមកព្រះសម្មាសម្ពុទ្ធទ្រង់ប្រទានគោរមងារដល់នាងវិសាខាដែលជាអ្នកមហាបរិច្ចាគមហាអ្នកធ្វើទានដល់ធំធេងក្នុងពុទ្ធសាសនា
ណាគាត់ដល់នាងវិសាខាដើរចូលវត្តភិក្ខុសង្ឃមើលដៃថ្ងៃហ្នឹងនាងវិសាខាមកបានអីណោះហ្នឹងហើយណាមានភេសជ្ជៈទៅពេលព្រឹកមានចង្ហាន់ពេលល្ងាចមានភេសជ្ជៈមានអីគ្រប់មុខចឹងពេលខែកឋិនទានមានស្វងស្បៃដៃចវរឧបត្ថម្ភចំពោះពុទ្ធសាសនាព្រោះណាឧបត្ថម្ភចំពោះពុទ្ធសាសនាមានឧបការៈធំណាស់ចំពោះពុទ្ធសាសនាហ្នឹងនាងវិសាខាមានបច្ចុប្បន្នដល់120បើនាងវិសាខាមានបច្ចុប្បន្នដល់120ក៏ប៉ុន្តែរូបស្អាតហ្នឹងមើលច្រឡំនឹងចៅនាងវិសាខាមានចៅ120ដែរក៏ប៉ុន្តែមិនដឹងថាមួយណានាងវិសាខាមើលអត់ស្គាល់សួរព្រះសម្មាសម្ពុទ្ធបរិស័ទសួរថានាងវិសាខាមួយណាល្បីល្បាញធំណាមហាបាសិកាវិសាខានោះក្នុងពុទ្ធសាសនាហ្នឹងព្រះសម្មាសម្ពុទ្ធថាមើលទៅចុះចំណោមក្នុង120នាក់នោះមាននាងវិសាខាមួយហើយបូកទាំងនាងវិសាខាផង123នាក់ចាំមើលតែងើបពេលតែងើបឈរពីណាហើយច្រត់ជង្គង់នឹងឲ្យនាងវិសាខាមែនណាខ្ញុំនើជារៀនណាតែជារៀនហ្នឹងអត់មានពីណាប្រឡប់បានទេជារៀនណាបើហើយចៅមានច្រត់ជង្គង់ឯណាគេមិនតាន់ចាស់គេទៅ8 10 20មានច្រត់ជង្គង់ឯណាប្រល់ក៏ប៉ុន្តែនាងវិសាខាមានអី120រៀងធំបន្តិចងើបឡើងក៏ច្រត់ជង្គង់បន្តិចដែរអូគេសង្កត់ថាអូនោះនាងវិសាខាក៏ប៉ុន្តែស្អាតហ្នឹងហើយយ៉ាងស្អាតហ្នឹងហើយល្អណាស់នាងវិសាខានេះអានិសង្ឃណាបងណាអានិសង្ឃពីកឋិនទានហ្នឹងទៅអាសង្ឃពីកឋិនទានដែលបានធ្វើហ្នឹងណាហើយលោក120ទៅក៏ទទួលមរណភាពទៅបានទៅសម្រេចនោះទៅកើតនៅក្នុងឋានទេវលោកអញ្ចឹងនាងបានទៅតាំងពីឋានចាតុមហារាជការក៏បានឃើញទេវតានឹងរស់នៅប្រាសាទទឹកនឹងរបៀបម៉េចរស់នៅនឹងរបស់របរទឹកនឹងរបៀបម៉េចបានចប់ពីនឹងទៅបានទៅតាបតឹងតាបតឹងឲ្យចប់នឹងទៅយាមេឋានទី3ឋានទី4ឋានដោសិតបានទៅឋានទី5ឋាននឹមមានអរតីដល់ឋានទី6បរណិមមេតវស័យរហូតដល់នឹងបានសម្រេចគេហៅថាអរហត្តមគ្គអរហត្តផលចូលនៅពៀនតែហ្មងអត់ត្រឡប់មកកើតជាមនុស្សទៀតទេបងចូលនៅពៀនណាចប់ហើយអស់ទុកហើយបានសុខអីសុខអមតៈនៅពៀនគឺសុខអមតៈមិនមែនសុខដូចយើងសុខមនុស្សទេសុខមនុស្សសុខបដោះអសន្នពេលខ្លះសុខពេលខ្លះទុកវាប្រែប្រួលបើមិនទៀងសោះសុខពៀនអត់មានប្រែប្រួលទេគ្មានជារៀបជាធិមរណៈក្នុងនឹងព្រានទេអត់មានទេគឺសុខអមតៈតែម្ដងនឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងឲ្យញោមញាតិសាធុសប្បុរសប្រុសស្រីគ្រប់រូបនឹងប្រឹងប្រែងធ្វើដែលកើតមកបានតាំងអត្តភាពជាមនុស្សហើយមានភ័ព្វមានសំណាងមានឧបនិស្ស័យខ្ពស់បានន័យថាកសាងអីខ្លះបានន័យថាកសាងកុសលថ្នាក់ទានបានន័យថាកសាងកុសលថ្នាក់សិលបានន័យថាកសាងដោយសេចក្តីចម្រើននៅសេចក្តីល្អមានការអប់រំចិត្តមានភាវនាសមថៈភាវនាសមថកម្មដ្ឋាននឹងគឺដែលយើងបានចម្រើនពីនឹងទៅជាតិកំណើតនឹងគឺថាបានមកកើតជាមនុស្សលោកថាអញ្ចឹងលោកថាកើតមកជាមនុស្សកើតទេវតាថាសាងអីថាកើតជាមនុស្សកើតជាទេវតានឹងសាងកុសលថ្នាក់ទានមួយសាងកុសលថ្នាក់សិលមួយបើថ្នាក់សមាធិលោកហៅថាឧបចារសមាធិឃើញណាឧបចារសមាធិនឹងកើតមកមនុស្សទេវតាដែរហើយបើត្រឹមតែទានត្រឹមតែសិលយ៉ាងហោចជាមនុស្សយ៉ាងម៉េចថាមនុស្សប្រកបដោយធម៌មនុស្សបរិបូរអីថាកាយសម្បទាបញ្ញាស្មារតីនឹងរឹងមាំមានបញ្ញាបាធិណាគេហៅថាតិហេតុកសត្វនោះសត្វប្រកបដោយអីខ្លះអលោភៈអទោសៈអមោហៈបានន័យថាសត្វនឹងប្រកបដោយបញ្ញាបើណាអាចទទួលបានសម្រេចមគ្គផលបានហើយអញ្ចឹងមនុស្សដែលបានអាចតាំងអត្តភាពជាមនុស្សបានអាស្រ័យដោយកុសលថ្នាក់ទានមួយកុសលដាក់ថ្នាក់សិលមួយនិងមួយទៀតលើសពីនោះដល់ទេវតានិងឧបចារសមាធិអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងឲ្យយើងបានកើតមកហើយនឹងឲ្យយើងមានការគិតគូរពិចារណាទៅលើវិថីជីវិតរបស់យើងនឹងកុំមានសេចក្តីធ្វេសប្រហែសកុំមានសេចក្តីប្រមាទនៅក្នុងវិថីជីវិតនេះកើតមកហើយលោកថាបានពីភ្លឺមកកាន់ទីភ្លឺចូលតិបរាយណូបានមកភ្លឺមកកាន់ទីភ្លឺហើយទៅបានពីភ្លឺហើយកុំទៅណាកុំទៅងងឹតញោមញ៉ាណាឲ្យពីភ្លឺទៅភ្លឺទៅទៀតទៅងងឹតអបាយភូមិ4តែផ្លត់ទៅញោមណាអត់មានមនុស្សហើយទៅជាមនុស្សវិញទេអត់ទេមិនទៀងទាត់ទេ
mình riêng toát lại à say từ đời ấy thả say có sao nặng tiên có sao nặng nhất đại dương prang thưa này ấy anh cát mau chim mình nục bàn miên panh nhà của mình nục khóc từ kia ra tiết làm miên panh nhà làm sâu miên panh nhà làm miên trọp sập bát chán làm miên phô cả sập bát chán làm ọt phóng làm hồng lại nhiều mưa hồng lại thầm ấy ọt miên tiền nấu hồng lẻ nè đó ọt ở tê thì món hồng lẻ nữa nhiều nữa hồng lẻ anh ấy mà khóc kia sao sập bô hồ hìa dần đỡ bò được phô cả sập bát bò được qua sập bát và chạy buôn thác co sáng nó phải khóc kia việc play kia cầm mang sạch tê việc play tê dạ thì trang hay nắp ở đây tạ ta nhé cầm chỉ nè bành chạy sát áo buộc áo miên bản nát áo thay nô áo chim mình nô áo tê bờ đa anh prum lạ nặng lạ nứng họ này cắm cò sang bành chạy từng ó áo tê ở bay phút đôi à có sao là cắm nắng có sao là vì bạ nó mà nó nâng nom tờ bài phụ mà chắc một bài chạy khóc nhiều chẳng mà nó có khóc nhiều chẳng đã cả cò sáng có một khóc nhiều chẳng đa chẳng lúc ai miên sợ tệ miên ca rồi lập trâu chia sama tệ ca rồi lập trâu miên sama tệ nâng ca vô trâu ai bàn cho bàn lo hơi phải cha rồi na được không vì thay chỉ vật ở bài lưới cả làm hơi cả bàn chỉ một nụ hơi cò sang nơi phơi chỉ vật nâng ai bàn chỉ một nụ rư tê bờ đà rồi hốt cò sang ở bàn để say nữa từ đó còn tắc bà mà sóc tôi cái bàn ở biển nên tám là giặc cụ sọt nạ tiên của sọt nạ sáu nâng phiêu vào nía côn cắt để nhu để dương đằng côn của độc côn trọc côn lục nạ đồng miền côn rồi bao dương phỏng an thì xong cả thân đấy có chia chủng này mua đợt thông bắt ở bài phùm phóng ai co sang spin ở bàn để say đó còn tắc bà mà sóc phỏng